ជម្រាបសួរនិងសួស្តីទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំនឹងមកចែករំលែកនៅបទពិសោធន៍មួយចំនួនអញ្ចឹងខ្ញុំនឹងលើកជាឧទាហរណ៍មួយអ្នកទាំងអស់គ្នាមានដែរគិតថាឥឡូវដល់តែអ្នកទាំងអស់គ្នាអត់មានការងារធ្វើទេហើយសុខថ្ងៃនេះអ្នកទាំងអស់គ្នាក៏គិតថាចុងខ្ញុំតែអត់បានធ្វើអីសោះហ្មងថ្ងៃនេះគឺអត់ប្រយោជន៍ជុំឥឡូវកុំគិតបែបហ្នឹងព្រោះឯនៅពេលដែលអ្នកទាំងអស់គ្នាគិតបែបហ្នឹងអ្នកគ្នាចាប់ដើមគិតថាខ្លួនឯងអត់ប្រយោជន៍គិតអវិជ្ជា1 2 3 4អីចឹងទៅឬក៏ខ្ញុំគិតថាខ្ញុំមួយថ្ងៃនេះគឺខ្ញុំ scroll ទូរស័ព្ទរហូតបញ្ញមកឥឡូវក៏គិតបែបហ្នឹងត្រឡប់ទៅមើលអ្នកទាំងអស់គ្នាមើលជុំវិញអ្នកទាំងអស់គ្នាតើបន្ទប់របស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាបានសម្អាតហើយកេររបស់អ្នកទាំងអស់គ្នាបានបត់ពួយរៀបចំខ្នើយឲ្យស្អាតតែនេះកៅអីអ្នកទាំងអស់គ្នាបានបោកសម្អាតឬក៏យកវាទៅហាលហើយឬនៅបើនៅទេតោះចាប់ដើមមួយមែនទេមួយទៀតយើងត្រូវការញ៉ាំមែនអត់តែអ្នកទាំងអស់គ្នាថាតាំងព្រឹកមកគឺអត់បានចំអិនអីទេអត់បានធ្វើអីញ៉ាំទេបញ្ញាឡើងទៅផ្ទះបាយចំអិនអាហារធ្វើម្ហូបញ៉ាំឲ្យឆ្អែតអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាសប្បាយចិត្តមកមួយទៀតបើសិនតែអ្នកទាំងអស់គ្នានៅជាមួយមិត្តភក្តិមិនថានៅបន្ទប់ជាមួយមិត្តភក្តិនៅផ្ទះមួយពុកម្ដាយចាប់ដើមបកកែហើយតំណែងតំណងនិយាយគ្នាសួរនាំគ្នាទៅវិញទៅមកបកកែការសប្បាយរីកនោះអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាអ្នកទាំងអស់គ្នាអត់ទេប្រយោជន៍ទេហើយមួយទៀតផងដែរកុំភ្លេចទៅហាត់ប្រាណទៅរត់ទៅដើរទៅក្រៅគឺអ្នកគ្នាជួបអ្នកថ្មីរៀនអីបានថ្មីអ្នកគឺតោះគ្នាទៅក្រៅជួបអ្នកនៅខាងក្រៅបង្កើតការសន្ទនាពីពួកគាត់រៀនពីពួកគាត់រៀនអីថ្មីនោះអ្នកទាំងអស់គ្នានឹងគិតថាតើអ្នកអត់មានមួយទៀតផងដែរបើសិនបើអ្នកទាំងអស់គ្នាគិតថាការស្គាល់ Facebook YouTube ឬក៏មើលអីផ្សេងវាធ្វើឲ្យអ្នកនរគ្នាបាត់នូវភាព stress ខ្ញុំគិតថាវាមានរហូតទេនៅពេលដែលអ្នកនរគ្នាប្រើនៅមកស្ពានទូរស័ព្ទឬក៏computer យូរពេកវាអាចនឹងខូចផ្នែករបស់អ្នកនរគ្នាឬក៏បាត់បង់អីផ្សេងទៀតចាប់ដើមឥឡូវនេះនាទីនេះតែទៅក្រៅហើយធ្វើអីថ្មីបំពេញនៅសកម្មភាពឬក៏ទម្លាប់ប្រចាំថ្ងៃរបស់អ្នកនរគ្នាអាហ្នឹងគ្រាន់តែជាបទពិសោធន៍របស់ខ្ញុំក្នុងការធ្វើឲ្យខ្លួនឯងមានអារម្មណ៍ថាខ្លួនឯងពិតជាមានប្រយោជន៍និងអត់បានការក្នុងមួយខ្លួននឹងសង្ឃឹមថាវាជាចំណុចដែលអ្នកគ្នាអាចយកទៅអនុវត្តបានដែរហើយនឹងរៀនបានផងដែរពីខ្ញុំ Polly ចែករំលែកនៅបទពិសោធន៍ឬក៏នៅក្នុងក្រុមអ្នកផ្សព្វផ្សាយបាយបាយ